ប្រានពរញាតិញោមពុទ្ធបរិស័ទសម្ដេចអាយរ៉អស់លោកលោកស្រីលោកជំទាវពុទ្ធបរិស័ទខ្មែរចិត្តឆ្ងាយគ្រប់ទិសទីនៅក្នុងពិភពលោកទាំងអស់ទីនេះគឺជាវត្តរតនរាំងសីទីក្រុងវិទ្យាតារដ្ឋខានសាសសហរដ្ឋអាមេរិកជាដែនដីនៃប្រតនត្រ័យប្រចាំរដ្ឋខានសាសទាំងមូលនៅក្នុងរដ្ឋខានសាសយើងនេះគឺមិនមានវត្តច្រើនទេមានវត្តថៃវត្តឡាវវត្តវៀតណាមវត្តស្រីលង្កាក៏ប៉ុន្តែនៅក្នុងរដ្ឋខានសាសរបស់យើងនេះគឺមានវត្តមួយខ្មែរយើងគឺវត្តរតនរាំងសីនេះឯងហើយបច្ចុប្បន្ននេះពុទ្ធបរិស័ទរបស់យើងក៏បានជួបជុំគ្នាដើម្បីប្រកបធ្វើនៅកងបុណ្យកុសលទាំងឡាយផ្សេងៗមានការធ្វើទានរក្សាសិលនិងការចម្រើនវិញ្ញាណជាដើមហើយជាពិសេសទុកណាជាពុទ្ធបរិស័ទខ្មែរយើងនៅឆ្ងាយពីទឹកដីជាមានលំនឹងរបស់យើងក៏ប៉ុន្តែបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងជាពិសេសបន្តលោកជាដែលជាពុទ្ធបរិស័ទដែលជាទនៈថែរក្សាគេរដកដូនតារបស់យើងគឺនៅតែមិនបំភ្លេចជាតិបំភ្លេចប្រពៃណីរបស់ខ្លួនទេគឺបាននាំគ្នាមកប្រពធ្វើពិធីបុណ្យផ្សេងៗជារៀងរហូតហើយក៏មានការឧបត្ថម្ភកងវាក្នុងបរិបទព្រះសង្ឃដែលនិមន្តមកពីស្រុកខ្មែរដើម្បីនឹងសង្សារពុទ្ធសាសនានិងធ្វើកិច្ចការងារដែលបងពុទ្ធបរិស័ទដើរតាមព្រះពុទ្ធនៃនាមធម៌ក៏ឧបត្ថម្ភកងវាយ៉ាងមានចិត្តទុកដាក់ផងដែរដូចជាក្នុងពេលនេះដូចជាញាតិញោមកំពុងតែលើសំឡេងពេញទៀតដែលជាភ្លេងរបស់ខ្មែរយើងភ្លេងដូនតារបស់យើងគឺកំពុងតែប្រគំសម្រាប់ទទួលទេវតាឆ្នាំថ្មីបងណាហើយនេះគឺជារោងទូឡាមនីចេតិយដែលមានតម្កល់ដែលញាតិញោមពុទ្ធបរិស័ទយើងកំពុងតែធ្វើដំណើរមកចូលរួមនៅក្នុងពិធីចូលឆ្នាំថ្មីថ្ងៃនេះគឺជាថ្ងៃទី3ហើយថ្ងៃអាទិត្យថ្ងៃឆ្លងដែលពុទ្ធបរិស័ទរបស់យើងកំពុងតែពូនក្នុងខ្សាច់ផងដើម្បីឲ្យទៅចំពោះព្រះជលាមនីចេតិយនៅក្នុងឋានត្រៃត្រង់ក៏ដូចជាព្រះធាតុចេតិយព្រះធម្មចេតិយព្រះពុទ្ធកចេតិយនិងអទេសកចេតិយក៏ហើយក្រៅពីនោះញាតិញោមពុទ្ធបរិស័ទរបស់យើងកំពុងតែយកចង្ហាន់បិណ្ឌបាតមកដើម្បីរាប់បានថ្វាយព្រះសង្ឃក៏ហើយនឹងធ្វើកិច្ចនមស្ការប្រតិបត្តិត្រៃនិងសូមកុសលជាដើមផងហើយនេះគឺជាការដាក់តាំងបង្ហាញអំពីព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ដែលព្រះអង្គទ្រង់ឈ្នះទ្រង់ចាញ់នៅអវិមាសពបែបយ៉ាងព្រះអង្គជាអ្នកដល់នៅត្រើយគឺការឆ្លងផុតចាកទុក្ខហើយថ្នាក់ទី2គឺព្រះត្រៃបិដកដែលជាគម្ពីរនៃធម៌ជាអាចកម្បាំងរបស់ធម្មជាតិមានព្រះវិន័យព្រះសូរនិងព្រះអភិធម្មដែលជាធម្មយានសម្រាប់ចម្លងសត្វតានិកនៅក្នុងត្រៃភពមនុស្សនិងទេវតាក៏ហើយនៅក្រោមនេះគឺជាតំណាងព្រះសិហាមេត្រីព្រះបរមពុទ្ធិស័ក្តិដែលព្រះអង្គនឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនៅក្នុងចុងផតកម្មនេះនៅសល់មួយព្រះអង្គទៀតពីព្រោះថាផែនដីប៉ុនយើងនេះគឺមានព្រះពុទ្ធ5ព្រះអង្គដែលបានត្រាស់4ព្រះអង្គហើយនឹងមានមួយព្រះអង្គទៀតទ្រង់ពនាមថាព្រះសិហាមេត្រីដែលនៅចន្លោះពីមួយព្រះពុទ្ធតំណទៅទៀតគឺនឹងមានព្រះសម្មាសម្ពុទ្ធមួយព្រះអង្គទៀតទ្រង់ពនាមព្រះសិហាមេត្រីនឹងកើតឡើងក្នុងលោកចម្លងសត្វតានិកទាំងឡាយទៅហើយរូបព្រះអង្គលោកជាក៏តំណាងឲ្យសកលទេវរាជជាស្រេចនៃទេវតាផងដែរព្រោះថ្ងៃនេះជាថ្ងៃចូលឆ្នាំដែលយើងយករូបព្រះអង្គមកតាំងនៅទីនេះគឺតំណាងឲ្យសកលទេវរាជជាស្រេចនៃទេវតាផងដែរដែលថានឹងគ្រប់គ្រងថែរក្សាការពារនៅសេចក្តីល្អរបស់មនុស្សនិងចក្រវាលទាំងមូលផងដែរហើយដោយសំណួរដែលយកបានសួរមិនថាតើមានការរីកចម្រើនយ៉ាងណាវត្តរតនរាំងសីយើងនេះតាមប្រវត្តិដែលញោមដែលបានមានសទ្ធាជ្រះថ្លាបានកសាងវត្តនេះដំបូងគឺពុទ្ធបរិស័ទរបស់យើងការដែលឃ្លាតចេញចាស់ពីមានដំបូងមកគឺមិនមានអ្វីជាទីពឹងទេគឺថាអ្នករំចោលស្រុកហ្នឹងបងយកតែអាយុជីវិតឲ្យទៅរស់មកប៉ុន្តែមកដល់ទីនេះជាលោកតាញាតិញោមបាននៅតែគោរពដឹងគុណចំពោះការថាមរតកដ៏មានតម្លៃលោកដែលមាននៅក្នុងដួងចិត្តទោះបីជាគេបោកគេហែកយកទៅយ៉ាងណាក៏មរតកដ៏មានតម្លៃនោះនៅទៅក្នុងដួងចិត្តរបស់ពុទ្ធបរិស័ទហើយក៏បានរួមគ្នាបង្កើតបានជាក្រុមមួយហើយក៏បានសន្សំលុយថវិកាទិញបានផ្ទះមួយហើយក៏ក្រោយមកតទៀតប្រហែលជា10ឆ្នាំនេះក៏បានទិញទីធ្លាដ៏ធំនេះមួយដែលតិចទៀតយកទាំងអស់គ្នានឹងបានឃើញដែលនេះដែលបងអ្នកថតកាមេរ៉ាគាត់នឹងថតយកបរិស័ទគាត់យើងក៏ដូចជាគាត់នេះដើម្បីបង្ហាញខ្ញុំផងដែរប្រូឥឡូវនេះមានការរីកចម្រើនពុទ្ធបរិស័ទរបស់យើងក៏មានការយកចិត្តទុកដាក់ចំពោះព្រះធម៌កាន់តែខ្លាំងពីព្រោះថាមកដល់សហរដ្ឋអាមេរិកក៏ដោយគ្រប់គ្នាទាំងអស់មិនថាជាផុតចេញពីជារាជាទីនិងមរណៈដែលជាសច្ចធម៌ដែលព្រះសម្មាសម្ពុទ្ធប្រងបានទ្រង់រកឃើញនោះទេហើយដូច្នេះហើយបានជាពុទ្ធបរិស័ទយើងនៅទីនេះគឺឲ្យសម្ដែងគោរពចំពោះព្រះពុទ្ធសាសនាខាងណាក៏ប៉ុន្តែយើងនៅតែមានអវិជ្ជមានមួយចំនួនដោយសារពុទ្ធបរិស័ទមួយចំនួនហ្នឹង
ទាន់បានជាច្បាស់នៅប្រធមឡើយទេហើយប្រសងយើងក៏កំពុងតែធ្វើការងារអប់រំផ្សព្វផ្សាយនៅវប្បធម៌របស់យើងអក្សរសាស្ត្រចរិតលក្ខណៈវប្បធម៌ខ្មែរព្រមទាំងអ្វីដែលជាគុណតម្លៃនៃពុទ្ធសាសនានិងពុទ្ធបរិស័ទរបស់យើងផងដែរហើយឥឡូវនេះក៏យើងមកឃើញពុទ្ធបរិស័ទរបស់យើងកំពុងតែធ្វើដំណើរមកដើម្បីបំពេញនៅកងពុញ្ញកុសលទាំងឡាយផ្សេងៗមានការធ្វើទានការរក្សាសីលជាដើមនៅក្នុងឆ្នាំថ្មីនេះព្រោះណាអញ្ចឹងអាត្មាមានត្រឹមប៉ុណ្ណេះប៉ុន្តែមុននឹងបញ្ចប់នេះក៏សូមប្រសិទ្ធពរសួស្តីជាមង្គលវិបុលសុខមហាប្រសើរអធិដ្ឋានចំពោះគុណព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ដែលព្រះអង្គទ្រង់ឈ្នះនៅវានិងសេនានៃវាព្រះអង្គទ្រង់ជាអ្នកឆ្លងដល់នៅត្រើយដែលជាអ្នកឆ្លងផុតនៅជាតិជារៀបជាធិនិងមរណៈដែលព្រះអង្គជាអ្នកកទេជាអ្នកដឹកនាំនៅនាវានៃការចម្លងសត្វតនិកទាំងឡាយឲ្យឆ្លងផុតចេញจากសមុទ្រទុក្ខព្រមទាំងប្រធមដែលជាធម្មជាតិស្អាតល្អបរិសុទ្ធដែលព្រះសម្មាសម្ពុទ្ធបានទ្រង់ត្រាស់សម្ដែងហើយនោះព្រមទាំងអរិយសង្ឃសាវកទាំងឡាយមានគុណនៃព្រះស្រីបុត្រព្រះមហាមុគលាព្រមទាំងព្រះសង្ឃទាំងឡាយនិងព្រះអរិយសាវកទាំងឡាយអារូបព្រំក្នុង4ឋានរូបព្រំទាំង16ឋាននិងទេវតាក្នុង10000លោកធាតុប៉ុណ្ណាមានសកទេវរាជស័ក្តិនៃទេវតាក៏សូមជួយគុំគ្រងតាមថែរក្សាការពារញាតិញោមពុទ្ធបរិស័ទទាំងឡាយនៅក្នុងពិភពលោកទាំងមូលបងទោះបីជាតិសាសន៍ខ្មែរក្តីមិនមែនជាតិសាសន៍ខ្មែរក្តីក៏សូមឲ្យបានជួបប្រទះទៅនឹងសេចក្តីសុខសេចក្តីចម្រើនរុងរឿងមានសុខភាពល្អបងណានៅក្នុងឆ្នាំថ្មីនេះពេលវេលាថ្មីអ្វីក៏ថ្មីដែរសូមឲ្យមានចិត្តគំនិតថ្មីស្រូបយកនៅមរតកនៃព្រះធម៌ចូលទៅក្នុងចិត្តហើយស្វែងរកនូវទស្សនវិជ្ជាទីបំផុតនៃទុកគ្រប់គ្នាអនុមោទនាសាធុได้